បងអែមល្ពៅដំឡូងជ្វីពីមុខហ្នឹងមិចចូលគ្នាគឺថាឆ្ងាញ់ខ្លាំងមែនតើចុះបងប្អូនវិញដែរធ្លាប់យកផ្លែល្ពៅហើយនិងដំឡូងជ្វីយកទៅធ្វើបង្អែមដែរឬទេតើបងប្អូនមកទស្សនាពីរបៀបធ្វើរបស់នាងខ្ញុំចានេះគឺជាគ្រឿងផ្សំមានដូចជាល្ពៅដំឡូងជ្វីនេះខ្ញុំជ្រើសរើសជាមួយនឹងដំឡូងជ្វីពណ៌សចាហើយជាមួយនឹងសាគូឬក៏ភ្នែកកង្កែបខ្ទិះដូងហើយនិងស្លឹកតយជាដំបូងនេះខ្ញុំយកគ្រាប់សាគូនឹងយកទៅចម្អិនជាមួយនឹងស្លឹកតយចំពោះគ្រាប់សាគូនេះផងដែរគឺនេះខ្ញុំមិនចាំបាច់ត្រាំទឹកទេចានេះខ្ញុំយកទៅចម្អិនតែម្ដងមួយសន្ទុះក្រោយមកគឺវាចាប់ផ្ដើមឆ្អិនហើយបងប្អូនចាហើយឥឡូវនេះខ្ញុំយកគ្រាប់សាគូនឹងទៅលាងទឹកឲ្យបានស្អាតសិនទើបនេះខ្ញុំយកទៅចម្អិនជាមួយនឹងល្ពៅហើយនិងដំឡូងជ្វីយកគ្រាប់សាគូទៅលាងនឹងទឹកគឺជៀសវាងដើម្បីកុំឲ្យបង្អែមរបស់បងប្អូនចាឡើងខាប់ខ្លាំងពេកចឹងហើយយើងត្រូវតែយកគ្រាប់សាគូនឹងទៅលាងទឹកឲ្យបានស្អាតសិនឥឡូវយើងទុកគ្រាប់សាគូនឹងមួយឡែកសិនទៅចាហើយឥឡូវយើងចាប់ផ្ដើមមកចម្អិនល្ពៅហើយនិងដំឡូងជ្វីនេះខ្ញុំដាំទឹកឲ្យឡើងពុះសិនទើបនេះខ្ញុំចាក់ជាមួយនឹងដំឡូងជ្វីហើយនិងល្ពៅចូលហើយនេះខ្ញុំបន្ថែមជាមួយនឹងស្លឹកតើយផងដែរដើម្បីឲ្យដងអែមរបស់យើងគឺមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ចំពោះការចម្អិនវិញគឺខ្ញុំដាក់ភ្លើងល្មមកុំឲ្យវាពុះខ្លាំងពេកកាលណាពុះខ្លាំងពេកវាធ្វើឲ្យដំឡូងហើយនិងល្ពៅហ្នឹងវាទៅជាបែកបងប្អូនចឹងហើយយើងដាក់ភ្លើងមកល្មមចាឥឡូវនេះខ្ញុំបន្ថែមជាមួយនឹងអំបិលបន្តិចផងដែរចាដើម្បីឲ្យបង្អែមរបស់យើងគឺវាមានរសជាតិមុតបានល្អផងដែរចាបន្ទាប់ពីល្ពៅហើយនិងដំឡូងបានឆ្អិនល្អហើយចានេះខ្ញុំចាក់ទឹកដែលនេះខ្ញុំបានស្រុះមិញនឹងចោលបន្តិចផងដែរហើយនេះខ្ញុំបន្ថែមជាមួយនឹងខ្ទិះដូងចាហើយនឹងគ្រាប់សាគូដែលយើងបានចម្អិនលេងបាញ់ហ្នឹងចាបងប្អូនដាក់ចូលទៅក្នុងបង្អែមទៅចាហើយចំពោះបង្អែមវិញគឺនេះខ្ញុំអត់ភ្លេចទេជាមួយនឹងទឹកដោះគោខាប់ជួយធ្វើឲ្យបង្អែមរបស់បងប្អូនមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់នេះខ្ញុំបន្ថែមជាមួយនឹងម្សៅខ្ទិះដូងហ្នឹងចាគឺ1ស្លាបព្រាបាយចាចំពោះម្សៅខ្ទិះដូងនេះផងដែរគឺធ្វើឲ្យបង្អែមគឺរត់តែឈ្ងុយខ្ទិះដូងបងប្អូនចាឧទាហរណ៍ថាបើសិនជាបងប្អូនខ្វះខ្ទិះដូងជាកំប៉ុងឬក៏ដបអីចឹងចាបងប្អូនអាចបន្ថែមជាមួយនឹងម្សៅខ្ទិះដូងនឹងបានចាឥឡូវនេះខ្ញុំបន្ថែមជាមួយនឹងស្ករអំពៅបងប្អូនអាចប្រើជាមួយនឹងស្ករសក៏បានដែរតែនៅឡើយនេះខ្ញុំបង្អែមនេះខ្ញុំតែងតែប្រើជាមួយនឹងស្ករអំពៅវាល្អជាងស្ករសបងប្អូននៅពេលដែលដំឡូងហើយនឹងល្ពៅនឹងបានផុយហើយចូលជាតិបានល្អហើយគឺវារួចជាការស្រេចហើយបងប្អូនចំពោះបង្អែមមួយមុខនេះផងដែរចាបងប្អូនអាចបន្ថែមជាមួយនឹងល្ងពណ៌សចាហើយនេះខ្ញុំបានធ្លាប់ទៅញ៉ាំបង្អែមនៅហាងថៃនៅរេស្តូរ៉ង់ថៃគឺបង្អែមពួកគាត់តែងតែបន្ថែមជាមួយនឹងល្ងចាពណ៌សបងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំគឺរហូតតែឈ្ងុយឆ្ងាញ់មែនតើហើយប្រសិនបើជាបងប្អូនមិនចូលចិត្តដំឡូងជ្វីពណ៌សនោះទេបងប្អូនអាចជំនួសជាមួយនឹងដំឡូងជ្វីពណ៌ស្វាយចាឬក៏ក្រហមអីក៏បានដែរចាហើយបើចំពោះនេះខ្ញុំវិញគឺថាចូលចិត្តញ៉ាំមែនតើជាមួយនឹងដំឡូងជ្រូកពណ៌សហ្នឹងគឺចាហើយរសជាតិវិញគឺថាឈ្ងុយខ្លាំងមែនតើចាហើយសាច់វាឡើងល្មួតហ្មងហើយរីឯល្ពៅវិញក៏ដូចគ្នាដែរចាហើយ mix ពីរនឹងចូលគ្នាទៅគឺថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនកុំភ្លេចសាកល្បងធ្វើពិសាញ៉ាំណាចាហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេហើយអរគុណបងប្អូនសម្រាប់តាមដានវីដេអូនេះផងដែរអរគុណសូមជម្រាបលា